កូនស្រីរបស់ខ្ញុំកំសត់ណាស់បានលោកម្ចាស់ចង់សម្លាប់ខ្ញុំតែម្នាក់បានហើយលោកម្ចាស់អើយណាបងប្រុសបើឯងអង្គបកយើងហើយនោះយើងក៏មិនដាច់ចិត្តសម្រាប់ឯងដែរពីព្រោះអីនេះយើងធ្លាប់ធ្វើចោលជាយូរឆ្នាំមកហើយយើងមិនដែលមាននិស្ស័យជាមួយនឹងឯងទេតែពេលនេះយើងគ្រាន់តែឃើញឯងនោះយើងក៏មាននិស្ស័យជាមួយនឹងឯងយើងមិនអាចសម្លាប់ឯងបានទេលោកម្ចាស់សម្ដីរបស់លោកម្ចាស់គឺជាការពិតតែមែនទេពិតប្រកបមែនហើយបងប្រុសបាទអញ្ចឹងខ្ញុំអរគុណហើយលោកម្ចាស់ជីវិតរបស់ខ្ញុំកំសត់មានដឹងទេថាពេលនេះខ្ញុំអត់មានប្រពន្ធកូនស្រីរបស់ខ្ញុំអត់មានម្ដាយទេចុះហេតុអីបានជាអត់ម្ដាយខ្ញុំស្ទើរតែមិននិយាយប្រាប់លោកម្ចាស់តើខ្ញុំខ្មាស់លោកម្ចាស់ពេកព្រោះតែគ្រួសារខ្ញុំក្រីក្របានជាបណ្ដាលឲ្យចិត្តប្រពន្ធរបស់ខ្ញុំគេផាត់ក្បត់អំពីខ្ញុំទៅគេតែយកប្រុសថ្មីទៀតណាលោកម្ចាស់អូប្រុសបងប្អូននិយាយមកនេះលោកជាប្រវត្តិរបស់បងដែរបងប្អូនប្រវត្តិរបស់បងនេះដែលបងធ្លាក់ខ្លួនធ្វើជាចោលនេះដោយសារតែប្រពន្ធរបស់បងនេះផាត់ក្បត់ដូចជាបងចឹងណាប៉ិតមែនទេអញ្ចឹងបានន័យថារឿងរ៉ាវគ្រួសាររបស់បងប្រុសក៏ដូចជារឿងរ៉ាវគ្រួសាររបស់ខ្ញុំដែរពិតប្រកបមែនហើយបងប្អូនប្រុសប្អូនមើលនឹងដៃរបស់បងនេះតើនេះជាស្អីតាបងនេះគឺជាមាសប្រាក់តែបងបានលួចប្លន់គេជាយូរឆ្នាំណាស់មកហើយតែពេលនេះបងមិនត្រូវការវាទៀតទេណាអូនបងនឹងបកលវាឲ្យអូននេះបងឲ្យមកខ្ញុំមែនទេពិតប្រកបមែនហើយបងអូនចាំបងឲ្យមកខ្ញុំបងបានអ្វីទៅបងចាស់ហើយបងលែងខ្វល់ទៀតហើយអូនបងនឹងទៅសាងភ្នោះទៀតបងព្រោះទៅសាងភ្នោះពិតប្រកបមែនហើយបងដើម្បីលុបលាងបាបកម្មតើមែនទេបាទអញ្ចឹងខ្ញុំសូមអរគុណបងហើយណាបងអូនប្រុសទទួលយកទៅខ្ញុំអរគុណណាបងសូមអូនដល់បានតែក្តីសុខចុះបងទៅសាងភ្នោះណាបងទៅចុះខ្ញុំមិនភ្លេចគុណបងទេបងទៅចុះណាបងហើយមិនជាចិត្តល្អម្ល៉េះនេះមិនមែនតែជាណាបងច្រើនខាងណាមានប្រាក់ច្រើនណាស់ចាបងខ្ញុំមិនឃើញទេបងអើយបងថោអើយចាណាបងនេះយើងទៅពីអ្នកបងកូនកំពុងតែសប្បុរសជាការប៉ុន្តែបងស្ទើរតែមិនជឿសោះថាយើងមាននិស្ស័យជាមួយកូននេះមកពីយើងរឿងរ៉ាវគ្រួសារដូចជាគ្រួសាររបស់កូនដែរបាទអញ្ចឹងយើងយកប្រាក់ទាំងអស់នេះទៅធ្វើបុណ្យធ្វើទានហើយធ្វើដល់រស់សេចក្ដីណាកូនណាបាទអញ្ចឹងល្អណាស់តើជាមួយពុកណាកូនបូរ៉េគុំនំដែលអញឈឺចាប់ដែលឯងធ្វើឲ្យអញឈឺចាប់ពេញមួយឆ្នាំក៏ឡងផុតទៅឯងគឺជាមនុស្សម្នាក់ដែលធ្វើឲ្យស្រីមាលាតឆ្ងាយអំពីដើមទ្រូងរបស់តែពេលនេះអ្វីដែលអញឲ្យឯងឈឺចាប់គឺទ្វេដងចំពោះឯងដែលឲ្យអញឈឺចាប់ជាច្រើនឆ្នាំកន្លងមកនេះស្រីមាបានមករស់នៅជាមួយនឹងយើងតែប៉ុន្មានថ្ងៃនេះយើងតែងតែសង្កេតមើលទឹកមុខរបស់ស្រីមានាងច្បាស់ជានៅនឹកនៅស្រណោះចំពោះឯងហើយនឹងកូនចាក់ជាបំផាត់តែពេលនេះអ្វីដែលយើងកំពុងតែធ្វើឲ្យគ្រួសាររបស់ឯងឈឺចាប់ស្រីមាឥឡូវក៏អស់តម្លៃសម្រាប់យើងដែរការដែលយើងចង់បានស្រីមាឲ្យមករស់នៅជាមួយនឹងយើងនោះគឺយើងចង់ឈ្នះចិត្តស្រីមាតែម្នាក់គត់នាងគឺជាមនុស្សស្រីដែរធ្វើឲ្យយើងឈឺចាប់តែពេលនេះអ្វីគ្រប់យ៉ាងដែលយើងកំពុងតែទទួលបានយើងកំពុងតែសប្បាយរីករាយចំពោះក្រុមគ្រួសាររបស់ឯងតែឯងធ្វើឲ្យយើងឈឺចាប់កាលពីប្រហែលឆ្នាំមុនមិនអីទេបើសិនជានាងអស់ចិត្តអស់ស្នេហ៍អំពីអញ
អញឲ្យនេះតឯងវិញចុះលាសិនហើយមួយរយៈនេះបើសិនជាស្រីមាននៅតែទន្ទឹងធ្វើទឹកមុខស្រពប់ស្រពោនខ្ញុំត្រូវតែនិយាយការពិតប្រាប់នាងឲ្យនាងឈឺចាប់ មិនបានជឹកខ្ញុំពីបាម្ល៉េះអារម្មណ៍ខ្ញុំមិនបានថ្ងៃនេះខ្ញុំនឹកប្តីខ្ញុំនឹកកូនបងអើយបងជីវិតបងនិងកូនរស់នៅវេទនានេះហេតុអីខ្ញុំមិនសើចសុំម្នាក់ទេអូនគិតមិនយល់បងអើយខ្វល់ក្នុងចិត្តតាថាតើការប៉ុណ្ណាយ៉ាងណាស្រីសោយសោកាក្នុងចិត្តពេកក្រៃអារម្មណ៍នឹកប្តីនឹកដល់កូនស្រីតែនឹកមកមៃគ្រប់ពេលវេលានឹកគ្រប់ពេលរូបអូនបែជាលើបានសុខតែបងរងទុកឈឺចាប់ក្រំគ្រីរូបអូនក៏មិនយល់ពីចិត្តខ្លួនឯងទ្រង់សែនចំបើឈឺចាប់បើផ្សាថាតើហេតុអ្វីអូនចង់ចោលរៀងរាការពិតយ៉ាងណាក្នុងចិត្តណាវងវែងអស់ហើយតើមានអ្នកណាអាចប្រាប់ការពិតបានឡើយរូបអូនទុកសោកអត់ស្បើយឈឺចាប់នឹកប្តីនឹកកូនខ្លាំងណាស់បងអើយហេតុអ្វីខ្ញុំសោយសុខម្នាក់ឯងប្តីរស់សែនចំបើកូនរសាត់ដោយខ្លែងអោជីវិតវល់វល់ម្លេះទេមិនក៏មានរឿងបែបនឹងកើតឡើងតើខ្ញុំធ្វើដើម្បីអីខ្ញុំនឹកបងខ្ញុំនឹកកូនណាខ្ញុំដែលយល់សពបានអបបងបានអបកូនខ្ញុំមានក្តីសុខណាស់បងអើយក៏ក្តៅទាំងចិត្តទាំងកាយសូម្បីតែខ្ញុំខ្លួនឯងក៏ខ្ញុំមិនយល់ថាហេតុអីបានជាខ្ញុំមិននៅទេមិនបានជាខ្ញុំស្រវាមានប្រាក់បុណ្យស័ក្តិអំណាចខ្ញុំចាប់ប្តីនឹងកូនដែលស្មោះត្រង់បែបហ្នឹងទៅវិញចិត្តខ្ញុំអត់ចង់ទេបើខ្ញុំនឹកប្តីនឹកកូនខ្ញុំម្លឹងហេតុអីបានជាខ្ញុំចោលកូនខ្ញុំមិននៅទេនេះទៅបើអើយមានអ្នកណាប្រាប់ខ្ញុំបានខ្ញុំចង់ទៅរកប្តីរកកូនខ្ញុំវិញខ្ញុំអត់ចង់រស់នៅបែបហ្នឹងទេយ៉ាងម៉េច លោកសម័យយ៉ា នេះនាងចម្លែកហើយមែនទេហេតុអីបានជាមិននៅក្នុងវិមានរបស់ខ្ញុំរួមរស់នៅជាមួយនឹងខ្ញុំមែនទេ តើនេះមានរឿងអីលោកបានធ្វើអីដាក់ខ្ញុំនៅចាំច្បាស់ណាស់ថាខ្ញុំស្អប់លោក
ហេតុអីបានជាពេលនេះខ្ញុំមិនដឹងទេជាមួយនឹងលោកទៅវិញខ្ញុំមិនដឹងទេថាខ្លួនឯងកំពុងតែធ្វើអីលោកជួយនិយាយប្រាប់ខ្ញុំបានទេ បើសិនជានាងចង់ដឹងការពិតខ្ញុំប្រាប់នាងតាមត្រង់ទៅចុះការដែលនាងមករស់នៅជាមួយនឹងខ្ញុំហើយនៅក្នុងវិមានរបស់ខ្ញុំជាច្រើនឆ្នាំកន្លងមកនេះគឺដោយសារតែខ្ញុំចង់ឈ្នះចិត្តនាងចង់ដឹងគឺខ្ញុំបានដាក់មុនអគុំស្នេហ៍ចំពោះនាងឲ្យនាងវង្វេងវង្វាន់ភ្លេចប្តីហើយនឹងកូនយ៉ាងម៉េច លោកស្មៃយ៉ា ស្ដាប់បានហើយនៅ នេះលោកហេតុធ្វើថោកតែបែបនេះចំពោះខ្ញុំផងហ៎ ខ្ញុំថោកទាបក៏ព្រោះខ្ញុំស្រឡាញ់នាង លោកអត់ស្រន់ណា តែនាងទេដែលធ្វើឲ្យខ្ញុំឈឺចិត្តហើយបែរជានាងទៅរួមរស់នៅជាមួយនឹងអបរិយរហូតមានកូនជាមួយនឹងគ្នាអ្វីដែលនាងធ្វើឲ្យខ្ញុំឈឺចាប់ឥឡូវនេះខ្ញុំបានសងរួចហើយ នេះព្រោះតែកំហឹងរបស់លោកកំហឹងមួយឆារបស់លោកតែលោកបានធ្វើអ្វីខ្លះលោកបំបាច់បំបាក់គ្រួសារខ្ញុំលោកអង្គមានប្រាប់អំណាចលោកអត់មានគិតបាត់បំសម័យតែបន្តិចលោកបានធ្វើមកខ្ញុំលោកមានសេចក្តីសុខណាស់មែន ខ្ញុំមិនគិតអ្វីទាំងអស់ឲ្យតែខ្ញុំបានឈ្នះចិត្តនាង លោកអក្រក់ណាស់លោកធ្វើមកខ្ញុំលោកនឹងហាលឆ្លងទឹកភ្នែកដែលខ្ញុំកំពុងតែបានជួបមិនរួចទេមែនលោកត្រូវចាំដល់លោកស្មៃយ៉ាលោកផ្លេចបាបកម្មដែលលោកបានសាងតែបាបកម្មមិនផ្លេចលោកទេកម្មអ្វីដែលលោកបានសាងទុកបីជាសង្ខារលោករលត់តែកម្មមិនរលត់តាមឡើយលោកនឹងរងការឈឺចាប់ដូចអ្វីដែលលោកបានជួប ខ្ញុំក៏ចង់ដឹងដែរថាតើខ្ញុំទទួលកម្មពីអ្វីដែរសារីមីនេះនាងគិតថានាងគឺជាមនុស្សស្រីអស្ចារ្យសម្រាប់ខ្ញុំមែនទេសម្រាប់មនុស្សស្រីដែលបម្រើការនៅក្នុងហាងជាស្រីបម្រើគេនោះនាងគិតទៅថានាងគឺជាមនុស្សល្អសម្រាប់ខ្ញុំមែនទេតែការពិតគឺខ្ញុំចង់ជ្រះចិត្តនាងទេ ខ្ញុំធ្វើការក្នុងហាងតើវាយ៉ាងម៉េចខ្ញុំធ្វើការក្នុងក្លឹបរាត្រីតើវាយ៉ាងម៉េចខ្ញុំធ្វើចេញដោយកម្លាំងញើសឈាមខ្ញុំអត់បានកັບចាស់សម្រាប់អ្នកណាទេតែខ្ញុំខុសមែនទេលោកតែដែលជាអ្នកកូនលោកបំបីគ្រួសារខ្ញុំ នេះនាងកំពុងតែសម្ញែងរឹកមែនទេតែបើសិនជានាងអស់ចិត្តអំពីខ្ញុំបានទ្វាររបងរបស់ខ្ញុំនៅបើកបើចង់ទៅជួបប្រេះហើយនឹងកូនទៅ ខ្ញុំនឹងទៅតែលោកត្រូវចាំឲ្យច្បាស់កំពេលដែលលោកបានធ្វើចំពោះខ្ញុំថ្ងៃណាមួយលោកនឹងទទួលបានកម្មយ៉ាងស័ក្តិសមលោកគិតមិនផុតទេ ខ្ញុំនឹងចាំទទួលតើកម្មពីវាអាចឆ្លាក់ចំពោះខ្ញុំបានទេអ្វីដែលខ្ញុំកំពុងតែទទួលបាននេះភាពសប្បាយចិត្តរបស់ខ្ញុំដែលនាងធ្វើជឿឲ្យខ្ញុំឈឺចាប់ចាំមើលថាកម្មពីអ្វីចំពោះខ្ញុំទៅខ្ញុំមានលុយខ្ញុំមានមាសប្រាក់ខ្ញុំចង់ធ្វើអ្វីធ្វើតាមអំពើចិត្តគ្មានអ្នកណាមករៀបរៀបនឹងខ្ញុំបាននោះទេ ឡងថ្ងៃនេះឮដំណឹងថាតែលោកសេដ្ឋីធ្វើបុណ្យដាក់ទានណា និយាយទៅពីមុនមកគាត់អត់ ហ្នឹង ក្របលាប់លំបាក ហ្នឹងហើយ ឥឡូវនេះគាត់មាន គាត់មានហើយគាត់នឹកដល់គាត់គ្រាក្រីក្រ ហ្នឹងហើយ គាត់អាណិតអ្នកក្រគាត់ចែកទាន ហ្នឹង មិនថាអ្នកចិត្តអ្នកឆ្ងាយទេ ឲ្យតែលឺដល់ទៅមិនថាអ្នកមានអ្នកអីឲ្យតែមានថាធ្វើដំណើរទៅគាត់ឲ្យទាំងអស់ បានទាំងអស់គ្នាទាំងប្រុសទាំងស្រីទៅ ហ្នឹងនេះ ចុះឲ្យក្មេងៗស្រីមកពីភូមិណាភូមិណីខ្លះឥឡូវយើងជុំគ្នាទាំងអស់គ្នាណា មេនេះអញទៅហៅ7ដងរំងើបមានហ្នឹង គេហៅមកយកណោយសោះក៏រៀងត្រង់ប្របាក់ដល់ពួកនេះ ហ្នឹង ដឹងអាខ្លួនក្រឲ្យនឹកខ្ជិលតអូសអញ្ចឹងអានឹកខ្ជិលតមុខហ្នឹងឯងតែងតែធ្វើឲ្យក្រ ហ្នឹងហើយវាចឹង បើយើងលះលហួនទៅ មកវិញហ្នឹងមានយកស្អីមកដាក់អត់មកហ្នឹង
អូ គេមានម៉ា ម៉ា បាទខ្វែកយកតែមាត់មកឲ្យទុកផឹកស្រានោះឲ្យតែគេចែកស្រាខ្វែកគោះយក អានោះអត់មានដាក់អីមកទេ វាអត់មានកម្មាមានអីគេទេ និយាយដែលអាអូនដែលចែកវត្តហ្នឹងឈ្មោះអញចង់ផ្លិចនេះ ណា អាអូនដែលចែកវត្តហ្នឹងឈ្មោះអញចង់ផ្លិច បូរី ហ្នឹងអូគេថាឲ្យទៅរកដែលវាមានលោកបរិយហ្នឹងហើយ ហ្នឹង បរិយហ្នឹងទៅដល់ ឡើយបាច់និយាយច្រើនទេតោះកុំឲ្យយូរ តោះ តើ មែ នេះ ន បាទយើង មិញដៃអស់ម៉ោ កូនស្រីចាំមិនហើយរបស់ដែលពួករៀបចំសម្រាប់ដាក់ទៀនអស់អ្នកក្រីក្រនោះក៏តើអ្នកអើយអ្នកបោះបង តោះយើង បាទបោះឬសូសំលេងពួកគាត់មកហើយតើបាទអូ អូ អូនើជំរាបសួរ លោកប្រុសអើយជំរាបសួរអូ ស្អាត សាច់ឈាម ជំរាបសួរដែរលុយច្រើនគ្នាបាននោះរៀបពាក់ក៏មានដែរ គេធ្វើបុណ្យណា បងប្អូនមកច្រើន ជ្រះថ្លា បងទាំងអស់គ្នាបាទនេះសាច់តែជាអ្នកមកទទួលរបស់អភិខ្ញុំតាមែនទេបាទចឹងល្អប្រសើរខ្លាំងណាស់ថ្ងៃនេះខ្ញុំធ្វើបុណ្យដាក់ទៀនទាំងសម្លៀកបំពាក់ទាំងគ្រឿងអលង្ការទាំងបាយទឹកនំចំណីណាអូបានទាំងសម្លៀកបំពាក់ហើយបានអាហូបមហូបមហាហ្នឹងមកពេលទៀតប៉ិនហើយបង អូហេវហ៎ និយាយពីខ្ញុំវិញទីទាល់ក្រទូរគុតរអីខុយខ្ញុំក្រតាំងពីជំនាន់យាយខ្ញុំជំនាន់តាខ្ញុំម៉ែខ្ញុំមកខ្ញុំក្រទៀតឥឡូវបានលោកម្ចាស់ជួយចឹងខ្ញុំអរគុណណាលោកម្ចាស់ អញ្ចឹងហើយបងមិនអីទេជីវិតខ្ញុំពីមុនក៏ក្រដូចជាបងចឹងដែរ បាទ អញ្ចឹងហើយបានតែខ្ញុំឲ្យយល់អារម្មណ៍អ្នកក្រយើងធ្វើបុណ្យដាក់ទៀននេះដើម្បីសន្សំកុសលទៅជាតិមុខណាបង បាទទោះបីយ៉ាងណាក៏ដោយមិនបានធំដុំក៏បានរួចមួយគ្រាដែរ បាទបងអញ្ចឹងសូមបងទាំងអស់គ្នាទទួលយកទឹកដីរីចោះ បាទហើយពួកយើងគួយ គួយអូដល់បានណាយើង បានសម្លៀកបំពាក់ហើយគេធ្វើទៀននឹងទាំងបាយទាំងទឹកទៀត ណា ដើម្បីឲ្យដល់ញាតិការគេ7សណ្ដានឲ្យស្លាប់ទៅ ត្រូវ បាន ខ្ញុំយកអាពងហមខ្ញុំខ្មៅចឹងខ្ញុំយកហម ខ្ញុំយកពណ៌កាច ខ្ញុំអហមមើលបានងាយ បាទហ្នឹងទៅសាច់ខ្ញុំនោះបាទអរគុណដាក់ពាក់មកចូលទៅមានបណ្ណានៃអោប៉ុណ្ណឹង ណែអាអូនអាអូនរជួយរឹតលេវឲ្យទីក្មួយ អេអានឹងមានលេវណានេះអត់មានរឹតទេគេបិទលេវ គេមិនមែនពាក់ខុសគេដាក់លើមកមុខណាពូ ឯងពាក់អវឯងចឹងបានក្រង អូ ចូលតែដៃមួយ ឡំពាក់អាវធ្លាប់ពាក់អាវឲ្យម៉ែវាអញ្ចឹងណា អេអញបានមកភ្លេងនេះទៅដល់អញច្រៀងបាត់ under អាឡងបងទាំងអស់នេះធ្វើឲ្យខ្ញុំពិតជាសប្បាយចិត្តណាស់គ្មានអ្វីសប្បាយចិត្តជាងបានធ្វើបុណ្យទាននោះទេមនុស្សយើងកាន់តែមកធ្វើល្អប្រកាសជាសប្បាយចិត្តបានបុណ្យកុសលសន្សំទៅចិត្តមុខណាបងចប់អូនចប់ហើយបងដាក់ពណ៌ហ្នឹងទៅអញថប់តែដឹកគូផ្អើលទៀតមិនអីទេបងឯងចាប់ពាក់ពេលដែលមានកម្មវិធីទេណាបងណា អានេះបានមកភ្លេងនេះខ្ញុំទុកពាក់បុណ្យឋានណា ខ្ញុំបាទទៅចាត់ស្ដោកបាទចូលដៃមួយ បងយកទឹកឲ្យកូនរបស់បងទៅ បាទយកទុកឲ្យ អាហ៊ីងទៅ បញ្ចេញ ចេញអាប្រកាច់យកអីឲ្យជាងបញ្ចូលបន្តិចមើលបានតែមកម៉េងនេះ ឯងពាក់អត់ចោះចឹងបញ្ចូលបន្តិច ហ្នឹងហើយ បងទាំងអស់គ្នា ឥឡូវចេះខ្ញុំសុំជូនពរណាលោកប្រុស
បាទដូចជាឥឡូវយើងហៅលោកប្អូនចុះណា បាទ បាទអូនប្រុសនិងក្មួយស្រីដែលបានធ្វើទានដល់ចំពោះអ្នកក្រីក្រនេះបាទសូមឲ្យប្អូនប្រុសនិងក្មួយស្រីជួបតែសេចក្តីសុខសេចក្តីចម្រើនទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីថែរក្សាបាទប្អូនប្រុសនិងក្មួយស្រីជួបសេចក្តីសុខសុវត្ថិភាពដល់ការធ្វើដំណើរបាទថែរក្សាគ្នាបានសុខសប្បាយអរគុណ សាធុណាបងហើយពូនឹងក៏ជូនពរក្មួយដែលក្មួយមានសទ្ធាជ្រះថ្លាដាក់ទៀនទាំងសម្លៀកបំពាក់ទាំងម្ហូបអាហារបាទបងទៅហូបនៅណាវិញក្មួយរៀបចំនៅខាងក្រោយណាបងគឺណាថាឲ្យទៅហូបនៅរោងប៉ុនណោះបងចង់ហូបឯណាក៏បានដែរអត់តែខ្ញុំមានរបស់ខ្ញុំបាទហើយពេលហូបបាយទឹកដូចហើយនឹងមានប្រាក់រង្វាន់ខ្លះៗទៀតណាបងបាទអូអាហើមកុំអានទៅអាអូនឲ្យអាំងប៉ាវទៀតណាអាំងប៉ាវចាំយកពីបដិជគុណមែនណាអូនមែនហើយបងអូមែនចាំយកពីខ្ញុំក៏បានដែរ លោកគាត់ ទៅដល់ចាប់ខាងក្រោយចុះ គាត់យកលុយប្រគេនលោកយកមកប្រគេនយើងប្រគេនយើងមិន លោកយកមកឲ្យយើងលោកអត់ຕົកទេលុយយោអូអាហើមរស៊ីលែងឡើងហើយសពុតយកញុកដល់ក្បាលហើយ អត់ទេអញឲ្យគ្រូមើលហើយថាអញមានពងហោមមិនមានហុងស៊ុយឲ្យតែមានពងហោមហុងស៊ុយហើយ ទៅខាងក្រោយចុះបាយមកទៅខាងក្រោយបងទៅអស់គ្នានំគ្នាទៅចុះណាដែលទៀនដែលក្មួយដាក់ឲ្យខ្ញុំនេះសូមឲ្យដល់យេតកា7សន្តានរបស់ក្មួយបាទបងហើយសូមឲ្យជាតិក្រោយជាតិមុខនឹងឲ្យក្មួយជួបតែអ្នកល្អរហូតដល់ក្មួយណាបាទបងបាទទៅរកហូបអីបាទចុះអាអូនមានតែតកកអីក្មួយមានតែបងទៅខាងក្រោយអូទៅចុះអត់មានកេនស្បើតទេហ៎មកទួលកេនស្បើតដែរបងអើយខ្ញុំមិននឹកស្មានថាបងប្អូនចូលរួមច្រើនយ៉ាងនេះទេខ្ញុំសប្បាយចិត្តណាស់បងប៉ិតមែនហើយកូនចាត់ទុកថាយើងធ្វើបុណ្យសន្សំកុសលទៅចិត្តមកកុំឲ្យជីវិតរបស់យើងអភ័ព្វដូចជាតិនេះទីប៉ិតមែនហើយបងតែនេះក៏បានកូនបងលោកពូគាត់បានដល់ឲ្យយើងដែរណាបងពុកមិនភ្លេចគុណគាត់ទេថ្ងៃណាបើមានឱកាសពុកនឹងនាំកូនទៅកន្លែងកសាងភ្នំនោះហើយណាចាបងប្រហែលជាមិនតាន់អស់ទេព្រោះថានឹកឃើញមានបងប្អូននៅចូលរួមទៀតតែម្នាក់ទៀតណាបងខ្ញុំទៅយកអំណោយគាត់សិនណាទៅយកមកណាកូនទៅយកមកខ្ញុំសុំលោកទទួលទៀតផងជាអ្នកមីងមកដល់ទីនេះអ្នកមីងហើយអ្នកណាថាជាកូនខ្ញុំមិនមែនជាកូនរបស់អ្នកមីងនោះទេពិតមែនហើយនេះអ្នកមកទទួលទានអំពីខ្ញុំមិនចិត្តកំណាញ់ទេខ្ញុំកំពុងទៅធ្វើបុណ្យដាក់ទានដល់ជនក្រីក្រប៉ុន្តែបើសិនណានាងមកហៅខ្ញុំគឺជាប្តីបើហៅកូនរបស់ខ្ញុំថាជាកូនរបស់នាងប្រហែលជានាងច្រឡំមនុស្សទេខ្ញុំមិនដែលស្គាល់នាងទេកុំចឹងអីបងខ្ញុំអើយខ្ញុំអត់មានសិលអីទៀតទេអ្វីដែលធ្វើឲ្យខ្ញុំតស៊ូរស់ព្រោះតែខ្ញុំគិតថាខ្ញុំនៅមានប្តីនៅមានកូនបងកុំចាំពេលសម្ដីរបស់បងដែលមិនស្គាល់ខ្ញុំប្រៀបដូចជាមុនកំពុងតែសម្លាប់អូនស្ដាប់ខ្ញុំរៀបរាប់សិនបងស្ដាប់អូនសិននាងចង់រៀបរាប់ពីរឿងអីមានរឿងអីត្រូវនិយាយទៀតក្រែងនាងគឺជារស្មីដែលមានទាំងទ្រព្យសម្បត្តិមានទាំងឋានៈស័ក្តិយុចុះឥឡូវពេលនេះហេតុអ្វីបានជារស្មីអស់ពន្លឺទៅហើយមិនមែនទេណាបងគ្រប់យ៉ាងអូនក៏តាមតែដឹងការបាត់អូនអត់មានបំណងក្បត់បងអូនអត់មានបំណងចោលកូនទេខ្ញុំក៏ជាអ្នករងគ្រោះដែរណាបងអត់មានបំណងចោលទេអត់មានបំណងចោលតែទៅបាត់ច្រើនឆ្នាំបាត់នេះអញ្ចឹងបងស្ដាប់អូនសិនហើយពេលដែលបងនាំកូនទៅជួបបែរជាប្រមាថមើងងាយតែនេះលសុបបែបយ៉ាងទាំងអស់
នេះអត់មានបំណងទៀតទេ បងស្ដាប់ខ្ញុំសិនណាបងគ្រប់ដឹងតែបងបានឃើញមិនមែនជាអូនទេបាទបងស្អប់បងខាងបងមិនទទួលស្គាល់ក៏ខ្ញុំមិនថាខ្ញុំសុំតែម្យ៉ាងសុំទុកពេលឲ្យខ្ញុំបកស្រាយសិនកាលណាខ្ញុំទៅរស់នៅជាមួយនឹងលោកស្មីយ៉ាមិនមែនជាចិត្តរបស់ខ្ញុំត្រូវការប្រើអំណាចរបស់គេទេបងគិតមើលបងខ្ញុំចង់បានខ្ញុំយកគេតាំងពីខ្ញុំនៅក្រមុំម្លេះមិនមែនចាំពេលដល់ខ្ញុំមានបងខ្ញុំមានកូនហើយបានខ្ញុំទៅនៅជាមួយគាត់ទេគេតាមតែនិយាយប្រាប់ខ្ញុំថាគេខឹងស្អប់គង់បងហើយនឹងអូនគេប្រើមន្តអាគមសណ្ដំស្នេហ៍មកលើអូនទេអញ្ចឹងតើបានជាមានពេលខ្លះខ្ញុំយំនឹកបងខ្ញុំនឹកកូនតែខ្ញុំអត់ដឹងថាខ្ញុំកើតអីពេលខ្លះខ្ញុំស្គាល់ពេលខ្លះខ្ញុំអត់ថ្ងៃខ្លះខ្ញុំសប្បាយថ្ងៃខ្លះខ្ញុំកើតទុក្ខខ្ញុំអត់ដឹងថាខ្ញុំកើតអី ថាម៉េចអូនឯងថាម៉េច គេសន្លំស្នេហ៍ដល់អូនព្រោះគេចង់មកបាយខ្ញុំហើយនឹងបង បានន័យថាមូលហេតុដែលអូនទៅរស់នៅជាមួយគេរាប់ឆ្នាំមុននេះក៏ព្រោះតែអំណាចមុនស្នេហ៍តាមមែនទេ ចាព្រោះតែអំណាចមុនស្នេហ៍បានសាប់រលាតែអូនបានដឹងពីការពិតខ្ញុំសួរនាំដល់គេក៏អស់ចិត្តគេព្រមលែងខ្ញុំមកទ្រព្យសម្បត្តិមាសបីកែវកងដល់គេប្រងល់ឲ្យខ្ញុំទាំងប៉ុន្មានខ្ញុំអត់យកសម្បីតែមួយកាក់មួយសេនទេណាបងខ្ញុំចុះចេញមកតែខ្លួនសូមឲ្យតែខ្ញុំបានជួបប្តីជួបកូនវិញណាបងណា មិនអីទេបើពិតដោយសម្ដីរបស់អូនបាននិយាយពិតមែនបងលើកលែងទោសឲ្យអូនចោះបងឈប់ខឹងអូនហើយ ពិតមែនទេបង បងឈប់ខឹងអូនហើយប៉ុន្តែបងឈប់ខឹងអូនពិតមែនតែនិស័យប្តីហើយនឹងប្រពន្ធយើងមិនអាចវិលត្រឡប់មករួមរស់ដូចដើមវិញទេ បង រស់ពេលនេះអូនមានឈ្មោះគឺជាផ្កាប្រឡាក់ដៃហើយបងមិនអាចទទួលយកអូនវិញបានទេតែគ្រាន់តែបងលើកលែងទោសថាបងឈប់ខឹងអូនឈប់ស្អប់អូនដែលទង្វើផាត់ក្បត់ទាំងអស់នេះមិនមែនកាត់ចាញ់អំពីចិត្តទេគឺកាត់ចាញ់អំពីអំណាចមុនស្នេហ៍ដ៏ខ្មៅក៏ខ្វក់បាទអញ្ចឹងបងផ្ដល់វេលាឲ្យអូនហើយនឹងកូនបាននិយាយគ្នាហើយពេលដែលអូនជប់កូនហើយអូនយកទ្រព្យសម្បត្តិខ្លះវិលត្រឡប់ទៅស្តុកកំណត់របស់អូនវិញចុះទៅរកបងស្រីរបស់អូនអស់រវាងយើងទៅពីរនាក់អស់និស័យជាប្តីនឹងប្រពន្ធទៀតហើយបងមិនអាចទទួលយកអូនវិញបានទេអូនជប់ជាមួយកូនចុះ ចិត្តតែម្លេះបងអើយបែអត់មិនតែមកកូនបែសុំតោបែស្រឡាញ់កូនខ្ញុំសុំតោណាបងខ្ញុំមិនអាចជួយបែបានទេខ្ញុំត្រូវសម្រេចតាមការសម្រេចចិត្តរបស់បងហើយណាបង អត់មាននឹករីស័យបានរស់ជុំកូនស្រីនំបីទេបើតែខ្ញុំមិនតែស្រឡាញ់បងបកកូនសុំមកចែកផ្លូវមិនអើយឆោបឆ្លើយបានក្បែរម្ដាយទេព្រោះម្ដាយអាក្រក់ចង់ចោលក្តីស្នេហ៍ខ្ញុំសុំទៅនឹងខ្ញុំមិនអាចជួយម៉ែបានខ្ញុំក៏ចង់ឲ្យម៉ែបាននៅជុំខ្ញុំដូចគ្នាចង់ចោលក្តីស្នេហ៍ មើលថែបងចំនួ
បីថាពុកកូនស្អប់ពុកលែងអាណិតណាតែក្នុងដួងចិត្តម៉ែបបភ្លេចមិនបានឡើយម៉ែសុំតោះតែម៉ែមិនបាច់ចាំបាច់ថែរក្សាអីឲ្យបានល្អថែរក្សាខ្លួនណាកូនម៉ែតាមកន្លងស្ដាប់បង្គាប់ឪពុកម៉ែអត់មានលក្ខណៈបានធ្វើជាម្ដាយល្អរបស់កូនទេម៉ែត្រូវថែរក្សាខ្លួនណាម៉ែណាខ្ញុំនឹងឧស្សាហ៍ទៅលេងម៉ែបើម៉ែលំបាកម៉ែអាចបានរកខ្ញុំបានណាម៉ែចាបងខ្ញុំនឹកថាបងស្អប់បើបងទទួលយ៉ាងអូនមិនបានតែខ្ញុំសុំម្យ៉ាងពេលបងណាបងណាទ្រព្យសម្បត្តិកែវកងយ៉ាងណាបងប្រគល់ឲ្យខ្ញុំអត់យកទេខ្ញុំសុំតែម្យ៉ាងទោះជាបងមិនទទួលស្គាល់អូនមិនអាចរួមរស់ជាមួយអូនក៏ដោយខ្ញុំសុំអរបងជាលើកចុងក្រោយមុននឹងខ្ញុំចេញទៅបានទេបងមិនអីទេបងដល់ពេលវេលាចុងក្រោយឲ្យអូនចុះប៉ុន្តែយើងទៅពីរនាក់មិនអាចវិលត្រឡប់មកដូចដើមវិញបានទេរឿងដែលហោះហើយឲ្យវាហត់ទៅចុះចាត់ទុកថាយើងធ្វើបុណ្យជាមួយគ្នាបានតែប៉ុណ្ណឹងអូនវិលត្រឡប់ទៅសុខកំណត់វិញចុះតែរកបងស្រីរបស់អូននិងឪពុកម្ដាយរបស់អូនវិញចុះណាខ្ញុំនឹកទៅខ្ញុំមកនៅឲ្យបងទៅបងទេតែបងត្រូវចាំទោះបីជាខ្ញុំចេញពីទីនេះទេខ្ញុំមានជីវិតរស់ឬមួយក៏ខ្ញុំត្រូវស្លាប់តែក្នុងចិត្តរបស់អូននៅតែមានបងហើយនឹងកូនបងហើយនឹងកូននឹងនៅក្នុងចិត្តខ្ញុំរហូតអត់មានអ្នកណាមកផ្លាច់បានទេដល់ចុះកូនស្រីឲ្យពុកសំទោសណាកូនណាខ្ញុំអត់ដឹងម៉ែខ្ញុំចង់ឲ្យម៉ែមកនៅជាមួយពួកយើងទាំងពីរណាបងពុកដឹងថាកូនចង់មានម្ដាយប៉ុន្តែពុកមិនអាចទទួលយកម្ដាយរបស់ឯងវិញបានទេទោះបីជាម្ដាយរបស់ឯងបានត្រូវស្នេហ៍គេក៏ដោយចុះប៉ុន្តែញាតិមិត្តអ្នកស្រុកអ្នកភូមិបើយើងប្រាប់រឿងនេះដល់គេក៏គេមិនជឿយើងដែរដូច្នេះបើសិនណាពុកវិលត្រឡប់ទៅរស់នៅជាមួយម្ដាយរបស់ឯងវិញនាំតែញាតិគេនឹងទៀននោះទេបើអញ្ចឹងមិនអីទេណាកូនបើកូននឹកម៉ែថ្ងៃណាក៏បានកូនឲ្យពុកជូនទៅពុកនឹងជូនកូនទៅក៏ពេលវេលាណាកូនណាចាបងខ្ញុំអរគុណណាបងបើអញ្ចឹងយើងចូលទៅទុកដាក់សម្ភារៈប្រចាំណាកូនណាតើកូនខ្ញុំសប្បាយចិត្តណាបងព្រោះអីខ្ញុំបានធ្វើបុណ្យបញ្ជូនកុសលឲ្យពុកហើយនឹងម៉ែរួចហើយឥឡូវនេះក៏ចិត្តដល់រដូវជុំបិណ្ឌដែរណាបងខ្ញុំបាននាំបងមកសែនធ្នូឲ្យម៉ែហើយនឹងពុកម៉ែអូនយើងខាងមកសែនធ្នូម៉ែពីច្រើនឆ្នាំមកឥឡូវនេះសោះល្មមដែលយើងធ្វើដំណើរសែនធ្នូពុកម៉ែរបស់យើងណាមែនហើយបងម្យ៉ាងទៀតនោះក៏ចិត្តដល់រដូវបុណ្យជុំដែរអញ្ចឹងហើយពួកយើងទាំងអស់គ្នាត្រូវតែបោះសម្អាតធ្នូរបស់ពុកម៉ែអូនឲ្យបានល្អហើយនឹងមាននឹងវាយថ្វាយឲ្យពុកម៉ែអូនផងណាបងម៉ែអូនណែនិយាយចាំបងសប្ថ្ងៃតែសួរគេថាមានឃើញមនុស្សស្រីឲ្យឈ្មោះអូនតែមិនដែលឃើញគាត់សោះតែហើយបងមិនដឹងថាប្អូនរបស់ខ្ញុំនឹងមានជីវិតរស់ឬមួយក៏គ្នាស្លាប់នោះទេប៉ុន្តែបើសិនណាជាប្អូនខ្ញុំនៅរស់នោះថ្ងៃណាមួយខ្ញុំនឹងបានជួបប្អូនរបស់ខ្ញុំចាក់ជាមិនខានមែន
បងអា ខ្ញុំ បើអញ្ចឹងក៏បងអង្គយូរអីខ្ញុំយកអំណាចទៅណូរបស់ពុកខ្ញុំទៅណាបង ធ្វើណាទៅ មកដល់ណូរបស់ពុកម៉ែខ្ញុំហើយណាបង មែនអូន ចាបង បើយើងសម្រាប់កាត់នោះរបស់ពុកម៉ែសំតាសម្រាប់តែម្ដងអញ្ចឹងហើយយើងនៅគ្នាទៅបោះស្អាតទៅកន្លែងគាត់ណាអូនណា ចាបងបងទៅបោះសម្អាតមុនខ្ញុំចាពុកម៉ែសូមវិញ្ញាណក្ខន្ធពុកម៉ែជួយតាមរកបងឲ្យបានឃើញផងពេលនេះមិនដឹងថាស្រីមីខ្ញុំមកបងអត់ស្គាល់បងគិតថានឹងអស់វាសនាបានចុះបងអើយនេះបងខ្ញុំនៅរស់ទេបងខ្ញុំស្អាតណាស់បងនៅរស់ទេតែហើយបងក៏ស្មានថាអូនឯងស្លាប់ដែរចុះហេតុអីបានខ្ញុំមិនដំណឹងឯងសោតជើងចិត្តបងតាមរកឯងគ្រប់ទីកន្លែងទៀតបងតែមិនបានដឹងពីដំណឹងឯងចូលតែសោះជីវិតខ្ញុំមិនឆ្ងាយណាស់បងតាំងពីឃ្លាតពីបងទៅខ្ញុំអត់មានក្តីសុខទេខ្ញុំវត្តនាណាបងខ្ញុំស្គាល់តែការព្រាត់ប្រាសម្ដងហើយម្ដងទៀតថ្ងៃនេះខ្ញុំស្ទើរតែចង់បញ្ចប់ជីវិតខ្លួនហើយតែខ្ញុំបារម្ភពុកម៉ែសិនបងនិយាយចឹងនេះគឺជាផ្ទះរបស់យើងចុះហេតុអីបានជាអត់មានឃើញអីហើយភ្នោអ្នកណាបីដល់ពីមុខផ្ទះនេះផ្លឹកឆេះអស់ហើយបងឬមកក៏ខ្ញុំច្រឡំផ្ទះបងជួយប្រាប់ខ្ញុំផងមើលបងទៅបារម្ភទៅស្មារតីណាអូនមិនបានច្រឡំផ្ទះទេតាមការពិតទីនេះគឺជាផ្ទះរបស់យើងពិតមែនចុះហេតុអីបានជាផ្លឹកឆេះអស់អញ្ចឹងបងមិនក៏ទៅជាប្រៃអញ្ចឹងបងកើតអីលើកឆេះផ្ទះរបស់យើងអស់ហើយថែមទាំងឆេះទាំងបុកម៉ែរបស់យើងទៀតណាអូនបុកម៉ែយើងស្លាប់ហើយបុកម៉ែយើងស្លាប់ហើយខ្ញុំអត់ទាន់បានសូមគុណបុកម៉ែទេខ្ញុំមកទីនេះខ្ញុំមកក្រាបសំពះសំទោសបុកម៉ែដែលកូនស្រីបាត់ដំណឹងសូនចឹងព្រោះតែរឹងប្រអត់បានឥឡូវខ្ញុំមកខ្ញុំឃើញតែបណ្ដោចាប់ចែអើយបងអើយខ្ញុំអត់ទាន់បាននិយាយជាមួយបុកម៉ែទេខ្ញុំមិនรู้ធ្វើអីបងព្រាត់ប្រាកូនព្រាត់ប្រាប្តីឥឡូវឲ្យខ្ញុំព្រាត់ម៉ែតែខ្ញុំតែចង់រស់ហើយបងសំណាប្រហែលពីជាតិមុនបងធ្វើបុណ្យមកជាងខ្ញុំបងដឹងទេថាបងស្រីបានជួបរឿងអ្វីខ្លះថ្ងៃដែលចោលដៃខ្ញុំភ័យបែករហូតស្លាប់បានជួបជាមួយនឹងព្រានប្រៃម្នាក់គាត់ចិត្តល្អគាត់រកខ្ញុំយកទៅចិញ្ចឹមនិងរកការងារឲ្យបងអូនធ្វើបងដឹងជាការងារអីទេការងារដែលមនុស្សប្រុសគេមិនឲ្យនំឡើយខ្ញុំធ្វើការក្នុងក្លឹបរាត្រីមួយណាបងដើម្បីសន្សំប្រាក់ខ្ញុំធ្វើមិនទាន់បានទេបានជួបជាមួយលោកប្រុសម្នាក់ដែលគេជាអ្នកមានគេឈ្មោះថាសម័យយ៉ាគេពេញចិត្តស្រឡាញ់បងអូនតែខ្ញុំមិនព្រមគេព្យាយាមធ្វើបងខ្ញុំគ្រប់បែបយ៉ាងតែខ្ញុំនៅតែកិច្ចមិនផុតថ្ងៃមួយគេចង់បំពេញរាងកាយបងអូនខ្ញុំ
ខ្ញុំរត់គេទៅបានជួបនឹងបរោះម្នាក់គាត់ឈ្មោះថាបូរ៉ៃគាត់ជាអ្នកក្រតែគាត់ជាមនុស្សល្អខ្ញុំក៏ស្រឡាញ់គ្នាសាំងជីវិតជាមួយគ្នាខ្ញុំបានកូនស្រីមួយបងអើយកូនខ្ញុំទៅតែបាន3ខែខ្ញុំនៅហើយកូនរបស់ឯងទៅណាដល់លោកសម័យយ៉ាគេដាក់អាគមសណ្ដំឲ្យខ្ញុំចាញ់ស្នេហ៍គេខ្ញុំរត់ទៅនៅជាមួយគេណាបងខ្ញុំចោលប្តីចោលកូនឲ្យរងទុក្ខវេទនាថ្ងៃនេះខ្ញុំបានដឹងពីការពិតគេដល់លែងខ្ញុំរត់ទៅរកប្តីរកកូនគេប្រាប់ថាខ្ញុំគឺជាផ្កាប្រឡាក់ដៃគេអត់ទទួលខ្ញុំទៀតទេទាំងកូនទាំងឪពុកគេចោលខ្ញុំហើយបងឲ្យខ្ញុំរស់នៅធ្វើអីឈប់និយាយទៅអូនមានបងមិនអីទេមិនទុកប្រងដែលឈ្មោះសម័យយ៉ាងចូលគោព្រះអង្គជាម្ចាស់ដើម្បីឲ្យព្រះអង្គជាយឺនជាសាចាប់អាសម័យយ៉ាងដាក់ទៅទៅណាខ្ញុំអរគុណណាស់បងមនុស្សអក្រក់សុំតែទទួលទោសបែបហ្នឹងហើយមែនបាញ់តែពេលបងគិតលេថាអូចាបងណាចូលគោព្រះអង្គហើយជាប្តីហើយនឹងកូនរបស់អូនមិនទទួលស្គាល់អូនទៀតនោះអូននៅជាមួយបងក៏បានព្រមប្តីរបស់បងគាត់ចិត្តល្អណាស់តាំងពីបងបានគ្នាជាមួយនឹងគាត់មកគាត់មិនដាល់ឲ្យបងពិបាកចិត្តទេគាត់តែងតែស្វែងរកដំណឹងអូនជានិច្ចប៉ុន្តែមិនបានដឹងសោះតែពេលនេះបងបានមកសាច់ម្ដងពុកហើយនឹងម៉ែបងក៏បានបានថាបើសិនណាជាបងអូននៅរស់សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់បងជួយនាំបងអូនឲ្យបានមកជួបបងពេលនេះយើងជួបគ្នាហើយណាអូនតែបងត្រូវសន្យាណាពេលណាដល់ខ្ញុំដឹកកូនបងជូនខ្ញុំទៅរកកូនម្ដងមកកាលផងណាបងណាមិនអីទេចាំបងជូនចាទៅនៅជាមួយបងហេបងប្អូនមើលឲ្យអានឹងប៉កែដាក់ឆ្នៃគេអានេះដាក់អាពល ដាក់ តុក ឆ្នៃបំបែកបំបាក់គេឲ្យគេព្រួតប្រាស់ដៃម៉ាមកជើងឡូវហ្នឹងហើយឥឡូវឯងដាក់ឆ្នៃនេះឯងស្លាប់អញសិនមើលអើឯងដឹងយាយនៅមកកាណូនឹងអត់ទៅម្រានដោយសារអីហ៎ហ្នឹងហើយដោយសារចាំអញវាយឯងនឹងចាំមើលអញវាយឯងមិនអាចជំងឺយកអាពលតុកអីខ្ញុំខុសអីអញស៊ូឯងមើលបើគេដាក់ស្នេហ៍ម៉ែឯងរត់ចោលឪឯងហើយខឹងគេអត់អង្គវាយយ៉ាស់ក្បាលចុះឯងដាក់ឆ្នៃបំបែកបំបាក់គេហ្នឹងកូនចៅប្រពន្ធគេមិនដែរឥឡូវវាបែកគ្នាអស់ហ្នឹងបែកផ្លូវជាពីរអស់ហើយគ្រាន់តែមកដល់អត់ទទួលស្គាល់គ្នាទេណាឃើញអត់ដោយសារតែឯងហ្នឹងដូចថាហេងហ្នឹងហេងហ្នឹងផ្លូវគេប្រុងដើរតែមួយទេឯងឲ្យគេដើរផ្លូវជា2ជា3អាចជា2ហ្នឹងឯងនេះអញវាយឯងហ្នឹងដូចអត់អស់ចិត្តទេដាក់អានេះហ្មងបានវាសំសាច់ឈាមឯងហ្នឹងដាក់ទៅអូយមើលគេឈឺគេអស់រៀងនៅរៀងរៀងអាចចេះ
hình ហ៎ dương do tao cắt chụp hàng đó mà nó hàng này không cái đi bà ចេះយើងយកទៅកាត់ទោស năng ngày ឥឡូវចេះទោសវានេះមានពីរខ năng ngày មិនខសាច់ជ្រូកខជើងគោឯណាអញសួរឯងមួយម៉ាត់អាល់កុលឲ្យដំពងឲ្យយកមួយណា con ngô bột rồi អីឯងសួរមើល à con phải đâm pông pi năng rửa hơi giờ nè giờ đom con giờ đâm pông à បើយកដំពងអញអត់មានដំអីអាញូឲ្យធំដុំអីទេអញយកតែអាញូ7គីឡូយកមកដំទេ7គីឡូបាច់ដំក៏យំមកខ្ទេចអត់ដែរ để cho đây ឥឡូវអាខ្វែងអាចេះ à យើងក៏មិនមែនអ្នកចេះដឹងអីប្រមាណដែរ năng ngày យើងក៏មិនអ្នកកាន់ច្បាប់ដែរតែយើងចេះយើងយកទៅខាងថ្នាក់លើ năng ngày នឹងឲ្យគាត់ដាក់ទោសតាមហ្នឹងបើថាត្រូវសម្លាប់ចោលហ្មង trâu quay pông à Đang co ơi, à tao- co mà អស់ទៅមកណាដាក់ណាណៃអា អស់លោកស្រីនាងកញ្ញាប្រិយមិត្តមិត្តជនជាទីរាប់អានក្រុមល្ខោនបាសាក់មេសធីខត្តកៅយើងខ្ញុំបានសម្ដែងខ្សែស្រីល្ខោនបាសាក់រឿងផ្កាបលាក់ដីសន្មតចកដោយបរិបូរសូមអរគុណ